សម្ព័ន្ធអ៊ីយ៉ុងគឺជាប្រភេទសម្ព័ន្ធគីមីដែលកើតឡើងរវាងអាតូមលោហៈនិងអាតូមអឡូហៈតាមរយៈការបោះបង់និងការទទួលអេឡិចត្រូងពីគ្នាទៅវិញទៅមកការចម្លងអេឡិចត្រូងអាតូមលោហៈបោះបង់អេឡិចត្រូងស្រទាប់ក្រៅបំផុតដើម្បីក្លាយជាអ៊ីយ៉ុងវិជ្ជមានហើយអាតូមអឡូហៈទទួលយកអេឡិចត្រូងទាំងនោះដើម្បីក្លាយជាអ៊ីយ៉ុងអវិជ្ជមានកម្លាំងទាញក្រោយពេលប្ដូរអេឡិចត្រូងគ្នាវានឹងបង្កើតឲ្យមានកម្លាំងទាញគ្នាយ៉ាងខ្លាំងរវាងបន្ទប់ផ្ទុយគ្នានិងដែលយើងហៅថាកម្លាំងអេឡិចត្រូស្តាទិកគោលបំណងការបង្កើតសម្ព័ន្ធនេះគឺដើម្បីឲ្យអាតូមនីមួយមានស្រទាប់អេឡិចត្រូងក្រៅបង្អស់ពេញមាន8អេឡិចត្រូងដូចជាឧស្ម័នកំមុសដែលធ្វើឲ្យវាមានស្ថិរភាពគីមីអាតូមសូដ្យូមបោះបង់អេឡិចត្រូងមួយរបស់វាទៅឲ្យអាតូមក្លរនៅពេលបាត់បង់អេឡិចត្រូងសូដ្យូមក្លាយជាអ៊ីយ៉ុងវិជ្ជមានទទួលយកអេឡិចត្រូងមួយពីសូដ្យូមនៅពេលទទួលបានអេឡិចត្រូងបន្ថែមក្លរក្លាយជាអ៊ីយ៉ុងអវិជ្ជមាន